រឿងទី1ទៅមុនគឺតាក់ទងនឹងពាក្យថាហួសពេលហើយអូនបាទហួសពេលហើយអូនគឺជាបទចម្រៀងដ៏មានប្រជាប្រិយរបស់ខ្មែរដែលយើងឃើញស្ដាប់ដែលមានលោកស្រីហឹមស៊ីវនហើយលោកព្រាបសវត្តដែលច្រៀងបទនេះដែលដកជាប់នៅក្នុងដួងចិត្តបងប្អូនយើងយកមកច្រៀងក្រៅអូខេស្ទើរតែគ្រប់កម្មវិធីនោះឥឡូវនេះពាក្យនេះคล้ายទៅជាពាក្យដ៏មានប្រជាប្រិយសម្រាប់លោក Donald Trump ប្រើនៅក្នុងពេលដែលសង្គ្រាមនៅអ៊ីរ៉ាក់នេះបានផ្ទុះដល់ថ្ងៃទី4ទៅហើយក៏មានមេដឹកនាំអ៊ីរ៉ាក់សុំទោសអ៊ីរ៉ង់ចិត្តតែច្រឡំបងប្អូនព្រោះឥឡូវវាពាក់ព័ន្ធទាំងអ៊ីរ៉ាក់អ៊ីរ៉ង់គុយវ៉េតអីដែរបានផ្ញើសារនៅតាមបណ្ដាញសង្គម True Social របស់គាត់ថាហួសពេលហើយអូនបានន័យថាចរចាអីក៏មិនចរចាអីកើតទៀតដែរគឺអត់មានត្រឡប់ទេអ្វីៗគឺត្រូវតែស្ដាររៀបចំដូររបបដឹកនាំរបស់នៅតេរ៉ាននៅទីក្រុងមួយនៅឬក៏ថាជាប្រទេសទាំងមូលរបៀបរចនាដឹកនាំរបស់អ៊ីរ៉ង់តែម្ដងហើយហេតុអ្វីបានជាលោកត្រាំបញ្ចេញសារដូចនេះព្រោះនេះគឺជាលើកសង្គ្រាមយើងឃើញជុំសមុទ្រពាក់ពីមុនមកអាមេរិកប្រើប្រាស់កម្លាំងច្រើនមែនតើជាពិសេសទ័ពថ្មើរជើងក៏ប៉ុន្តែសង្គ្រាមជាមួយអ៊ីរ៉ង់ម្ដងនេះដោយសារតែបច្ចេកវិទ្យាទំនើបអាមេរិកមិនបានបញ្ជូនទ័ពថ្មើរជើងចុះទៅក្នុងសស្រាក់សស្រាំដោយកាលនៅសង្គ្រាមនៅឈូងសមុទ្រពាក់ទេគឺប្រើបច្ចេកវិទ្យាយន្តហោះទម្លាក់គ្រាប់ពីដែនអាកាសកញ្ជ្រួចវងមិនកញ្ជ្រួចវងនេះគឺកញ្ជ្រួចឆ្លងទ្វីបយន្តហោះប្រដេញយន្តហោះចាប់រ៉ាដាមិនបានដោយប្រភេទ stealth B2 អីដូចថានិយាយទៅគឺយន្តហោះទំនើបគ្រឿងសព្វាវុធទំនើបរបស់អាមេរិកគឺប្រើស្ទើរតែគ្រប់មុខដើម្បីយកទៅបាញ់ស្រោចទៅប្រទេសអ៊ីរ៉ង់ហើយប្រទេសអ៊ីរ៉ង់នោះក៏មិនបថយដៃដែរគឺថាតបវិញស្ទើរតែខ្សោះខ្លួនបាញ់ទៅមូលដ្ឋានតបអាមេរិកស្ទើរតែគ្រប់កន្លែងដែរតាមតែលទ្ធភាពដែលអ៊ីរ៉ង់អាចធ្វើទៅបានក៏ប៉ុន្តែពេលដែលអ៊ីរ៉ង់តដៃវិញនេះជាការពិតជាសិទ្ធិការពារខ្លួនរបស់អ៊ីរ៉ង់ក៏ប៉ុន្តែសិទ្ធិការពារខ្លួនរបស់អ៊ីរ៉ង់នេះធ្វើឲ្យអ៊ីរ៉ង់កាន់តែទ្រាំខ្លួនកាន់តែខ្លាំងព្រោះអីសហគមន៍អន្តរជាតិដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនេះនៅពេលដែលអ៊ីរ៉ង់តដៃគឺគេខ្លាចប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រទេសប្រជាពលរដ្ឋគេដែរអញ្ចឹងអាការបាញ់ស្រោចដើម្បីគំទេចប្រព័ន្ធការពារឬបាញ់កញ្ជ្រួចរបស់អ៊ីរ៉ង់ទាំងនៅក្នុងទឹកទាំងនៅលើគោកទាំងនៅអីហ្នឹងគឺថាខ្ទេចខ្ទីស្ទើរគ្មានសល់ឥឡូវនេះសូម្បីតែថ្ងៃនេះក៏មានព័ត៌មានពីខាងអង្គការសហប្រជាជាតិមកថារោងចក្របរមាណូរបស់អ៊ីរ៉ង់ហ្នឹងគឺទទួលបានការរងការវាយប្រហារដោយសារបញ្ហាវាយប្រហារពីអាមេរិកនិងអ៊ីស្រាអែលនេះទៅហើយរឿងនេះគឺយើងគិតថាតើប៉ះដល់រោងចក្របរមាណូហ្នឹងអ៊ីរ៉ង់នឹងអាចបាញ់បរមាណូដែរឬយ៉ាងណាសំណួរនេះបងប្អូនច្រើនទៅសួរច្រើនចោះសង្គ្រាមលោកលើកទី3នឹងវាកើតឡើងទៅដែរឬទេអ្វីក៏អាចកើតឡើងដែរបងប្អូនក៏ប៉ុន្តែនៅពេលនេះយើងត្រូវចាំគ្រប់គ្នាថាអ៊ីរ៉ង់គឺជាជនរងគ្រោះក៏ពិតមែនហើយប៉ុន្តែមិនមែនជាជនរងគ្រោះដែលជាមនុស្សស្លូតបូតសភាពរៀបសារទេជាជនរងគ្រោះរបៀបបាតផ្សារពីលដែរដូច្នេះវាពិបាកណាបងប្អូនច្បាប់ទម្លាប់យើងគិតថាវាជាការខុសឆ្គងនៅក្នុងការដែលប្រទេសមួយទៅរំលោភដែនអធិបតេយ្យប្រទេសមួយទៀតប៉ុន្តែបើយើងគិតមើលបរិបត្តិស្រុកខ្មែរដូចសម័យខ្មែរក្រហមថ្កោលទោសវៀតណាមហើយនឹងរណសេពីធ្នូរបស់លោកហ៊ុនសែនហេងសំរិនជាស៊ីមដែលទៅនាំទ័ពវៀតណាមមកឈ្លានពានកម្ពុជាដើម្បីរំដោះអីអញ្ចឹងទៅដែលហៅថ្ងៃ7មករានោះបងប្អូនចាំគ្រប់មាត់ថ្ងៃហ្នឹងគឺទ័ពបរទេសមកឈ្លានពានកម្ពុជាតាដូចគ្នាអញ្ចឹងគាត់តែបានរូបភាពមួយថាមានលោកហ៊ុនសែនហេងសំរិនជាស៊ីមចូលទៅបការណសេពីធ្នូឲ្យមាននាមទៅកុំឲ្យថាវៀតណាមមកវាយទាំងស្រុងប៉ុន្តែទ័ពខ្មែរមានកម្លាំងមកពីណាបើមិនបានទ័ពវៀតណាមដល់ទៅ1សែនអ្នកមកជួយហ្នឹងគឺមិនអាចនឹងវាយទ័ពខ្មែរក្រហមបែកបាក់ទេអញ្ចឹងដើម្បីកម្ចាត់របបខ្មែរក្រហមមួយបានគឺតទៅនាំទ័ពបរទេសមកហ្នឹងហើយដូចគ្នាអញ្ចឹងដូចនៅអ៊ីរ៉ង់អញ្ចឹងបើសិនជាមិនកម្ចាត់របបអ៊ីរ៉ង់នេះមួយបានតើទៅធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកផ្លាស់ប្ដូររបបនេះបានជាការពិតដើម្បីប្រជាធិបតេយ្យគឺយើងត្រូវបោះឆ្នោតជ្រើសរើសសម្រាប់ជោគវាសនាដោយប្រជាពលរដ្ឋអ៊ីរ៉ង់ការពិតណាក៏ដឹងដែរប៉ុន្តែយើងដែលឃើញទេពួកតាលីបង់ពួកអេបូឡាពួកហាម៉ាស់ពួកអីដែលជាក្រុមភេរវនិយមអីហ្នឹងតែគេដែលឲ្យមានដំណើរបោះឆ្នោតដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌ទេងើបមួយវាយមួយចាប់ដាក់គុកមេដឹកនាំបពប្រឆាំងយកទៅជួកចង់អស់អ្នកដែលនៅក្នុងស្រុកគឺនៅបានគឺតតែអ្នកដែលមិនហ៊ានងើបមាត់ឬក៏ម៉ាយកទៅសងជ័យធ្លាក់ទឹកឲ្យតែស្កសរសើរគេទាំងខ្លួនឈឺចាប់អីចឹងទៅតើ
តើនឹងគេអាចកែប្រែរបបអញ្ចឹងដើម្បីតាមរយៈការបោះឆ្នោតបានដែរការបោះឆ្នោតដើម្បីផ្លាស់ប្ដូររបបមួយដោយប្រជាធិបតេយ្យគឺតតែប្រព័ន្ធបោះឆ្នោតមានភាពសេរីត្រឹមត្រូវនិងយុត្តិធម៌អានឹងទី1ទី2ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទី3អង្គការសង្គមស៊ីវិលឯករាជ្យទី4ប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិតាមដោយមិនមាននរណាធ្វើទុកបុកម្នេញចាប់ដាក់គុកអីចឹងទី6ហ្នឹងគឺត្រូវថាប្រព័ន្ធពុករលួយនីតិរដ្ឋអីហ្នឹងគឺស្ដារឲ្យបានល្អលាក់នឹងឲ្យវាមានបរិយាកាសមួយដែលថាប្រជាពលរដ្ឋអាចបញ្ចេញសិទ្ធិសេរីភាពដោយខ្លួនឯងបានហើយនៅអ៊ីរ៉ង់ដើរចេញអីបានគ្រាន់តែស្លៀកពាក់អត់ឃ្លុំមុខឃ្លុំអីស្រួលបួលហ្នឹងស្ត្រីបើកឡានបើកអីតាមស្រួលគេចាប់ដាក់គុកអស់ដូច្នេះយើងពិនិត្យមើលទាំងអស់កុំមើលដើមឈើម្ដាមពីរធ្វើជាព្រៃចាប់ពីរឿងលោកត្រាំដែលនិយាយថាហួសពេលហើយអូនខ្ញុំនឹងចូលដល់រឿងស្រុកខ្មែរលោកត្រាំនិយាយហួសពេលហើយអូននេះគាត់ចង់សម្ដៅអញ្ចេះគាត់ចង់ថាកាលពីពេលចរចាគ្នាពីលើកដំបូងអាមេរិកនិងអ៊ីស្រាអែលបានដាក់លក្ខខណ្ឌទៅអ៊ីរ៉ង់ថាចរចាមិនអាចទៅកើតទេបើសិនជាអ៊ីរ៉ង់មិនព្រមរំលាយចោលនៅគម្រោងផលិតអាវុធបរមាណូឬក៏ការរីកសាយភាយនៃអាវុធបរមាណូនុយក្លេអ៊ែររបស់ខ្លួនហ្នឹងហើយអ៊ីរ៉ង់ខ្លួនឯងដឹងខ្លួនដែរថាបើរំលាយអាវុធបរមាណូនុយក្លេអ៊ែររបស់ខ្លួនគឺវាដូចអ៊ុយក្រែនអញ្ចឹងបងប្អូនមានចាំទេអ៊ុយក្រែនពីដើមឡើយគឺជាប្រទេសដែលមានអំណាចណាស់ដោយសារតែមានគ្រាប់បែកបរមាណូដើម្បីការពារប្រទេសក៏ប៉ុន្តែដោយសារអ៊ុយក្រែនជ្រើសរើសវិធីមួយដើម្បីឲ្យកុំឲ្យគេគិតថាខ្លួនគឺជាឆ្អឹងតតឹងកដោយសារតែមានអាវុធបរមាណូគេអត់ឈឺឆ្អាលជួយអ៊ុយក្រែនក៏សុកចិត្តរំលាយចោលអាវុធបរមាណូនឹងទាំងអស់ដើម្បីឲ្យគេអស់ចិត្តថាអ៊ុយក្រែនមិនមែនបង្កើតអាវុធនឹងធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពរុស្ស៊ីឬក៏ប្រទេសនៅជិតណាដល់តែពេលគ្នារំលាយអត់មានអីការពារខ្លួនរុស្ស៊ីចូលមកឈ្លានពានក៏ប៉ុន្តែបងប្អូនពេលដែលអ៊ុយក្រែនរំលាយចោលអាវុធបរមាណូមិនមែនបានន័យថាអ៊ុយក្រែនប្រព្រឹត្តខុសឬក៏ជាមនុស្សដែលខ្វះការគិតពិចារណាត្រឹមត្រូវទេគឺជាការគិតត្រូវរបស់អ៊ុយក្រែនទៅវិញទេបើសិនជាអ៊ុយក្រែនមានបរមាណូមកដល់ម៉ោងនេះអ៊ុយក្រែនខ្ទេចខ្ទីអស់ហើយជាមួយនឹងរុស្ស៊ីគឺវាយគ្នាទម្លាក់បរមាណូទៅវិញទៅមកគឺម៉ត់ទៅជាផេះផង់អាលីខ្សលតែម្ដងព្រោះអីតែមានអាវុធគឺវាឆ្លោះគ្នាបែបហ្នឹងជាកម្រិតធំហើយប៉ុន្តែដោយសារអ៊ុយក្រែនអត់មានបរមាណូហើយដោយសារតែសហគមន៍អន្តរជាតិទាំងអស់គ្នាគេមានសមានចិត្តចំពោះប្រទេសអ៊ុយក្រែនគេដឹងថាគ្នាជាប្រទេសទុនខ្សោយគ្នាខំរំលាយចោលអាវុធបរមាណូអស់ហើយឥឡូវស្អាតតែបងធំជើងកាងឯណាចូលមកឈ្លានពានគេតើប្រទេសទាំងអស់គ្នាដូចជានៅអឺរ៉ុបអីដូចជាដែលនៅក្បែរអ៊ុយក្រែនហ្នឹងតើគេឈរអោបដៃមើលកាត់ទេគឺគេអត់ទេឃើញសិលធម៌របស់គេគឺគេត្រូវជួយអ៊ុយក្រែនភ្លាមព្រោះអ្នកឯងមិនអាចធ្វើបាបគេទេគេជាជនរងគ្រោះគេបានប្រាប់ឲ្យថាគេមានរបស់ការពារខ្លួនតើហេតុអីបានជាឃើញគេទុនដៃដោយសារតែរបស់ការពារខ្លួនគេមានអាចទប់ទល់អ្នកឯងបានស្អាតតែមកវាយគេទាំងបំពេញដូចគ្នានឹងអ៊ីរ៉ង់ដែរបើសិនជាអ៊ីរ៉ង់ព្រមតែរឿងបញ្ហាបរមាណូជាការពិតរឿងនយោបាយវាច្រើនណាស់បើខ្ញុំនិយាយថាបរមាណូតាមមួយម៉ាត់ក៏តាមមិនគ្រប់ដែរក៏ប៉ុន្តែអ៊ីរ៉ង់សប្ងៃនេះណាជាបងធំនៅតំបន់មជ្ឈិមបូព៌ាជាសត្រូវស៊ីសាច់ហុតឈាមជាមួយនឹងប្រទេសអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយនឹងអាមេរិកគឺដោយសារតែអ៊ីរ៉ង់មានបរមាណូនឹងឯងបើកុំមានបរមាណូនឹងអ៊ីរ៉ង់មិនអាចនឹងក្អកបានទេប៉ុន្តែអ៊ីរ៉ង់យកបរមាណូនឹងដើម្បីអីកាងអំណាចរបស់ខ្លួនដូចកូរ៉េខាងជើងអញ្ចឹងកូរ៉េខាងជើងបើអត់បរមាណូគឹមជុងអ៊ុនទៅហើយអត់មានទៅហើយក៏ខ្ញុំជឿដូចខ្ញុំបានជម្រាបអញ្ចឹងថាមិនយូរទេកូរ៉េខាងជើងនឹងឲ្យតែហ៊ានក្អកព្រោះឥឡូវកូរ៉េខាងជើងលែងក្អកលែងធ្វើឲ្យមានគ្រោះថ្នាក់អីដល់អាមេរិកអីបើសិនជាមានតែក្អកអីតែបន្តិចគឺចប់ដូចតែគ្នាទាំងកុំថាបរមាណូនឹងជួយស្អីបាននោះយើងបាញ់មួយគ្រាប់មកគេបាញ់100គ្រាប់ទៅវិញហ្នឹងគឺយើងបានតែមួយគ្រាប់ដំបូងហ្នឹងឯងដូច្នេះវាអត់មានអីចំណេញទេហើយដឹងទាំងអស់ប្រទេសដែលមានបរមាណូហ្នឹងគឺសុទ្ធតែជាប្រទេសដែលលែងមានប្រជាប្រិយហើយបងប្អូនបរមាណូនេះនៅក្នុងដៃប្រទេសអ៊ីរ៉ង់ជាការពិតសិទ្ធិស្វ័យយ័តនៃប្រទេសអាចការពារខ្លួនបានប៉ុន្តែអាវុធដ៏មុតស្រួចនៅក្នុងដៃអ្នកញៀនស្រានិងស្រវឹងស្រាគឺនឹងបាញ់បោះស្លាប់មនុស្សពេញភូមិតែអាវុធដែលមុតស្រួចហ្នឹងបើនៅដៃគ្រូបង្រៀនឬក៏សាស្ត្រាចារ្យឬក៏ទាហានប៉ូលីសដែលគេមានក្រមសីលធម៌ស្រួលបួលគឺទទួលបានការការពារទៅវិញយើងខ្លាចប៉ូលីសនៅពេលដែលយើងឃើញប៉ូលីសស្វឹងស្រាធ្លាប់ដើរបាញ់គេមិនចឹងប៉ុន្តែបើសិនជាប៉ូលីសពាក់ឯកសណ្ឋានជួយការពារប្រជាពលរដ្ឋគោរពច្បាប់ធ្វើអីខុសគេចាប់គាត់ដាក់គុកដែរហើយកាន់កាភ្លើងអ្នកណាទៅខ្លាចពួកគាត់យើងសប្បាយចិត្តទៅវិញនៅពេលដែលឃើញពួកគាត់កាន់កាភ្លើងមកការពារមិនចឹងវាខុសពីប៉ូលីសសុកណាខ្លះដែលវាយបាតកោបោមុខអីហ្នឹងឬក៏ចាប់ញាត់ឡានញាត់អីធ្វើគម្រាមកំហែងអាហ្នឹងរឿងវាមានខ្លះអញ្ចឹងដែរប៉ុន្តែក្នុងស្ថាប័នប៉ូលីសហ្នឹងគឺយើងត្រូវពង្រឹងឲ្យមែនតើឲ្យមានសេចក្តីទុកចិត្តព្រោះយើងកាន់កាភ្លើងការពារមិនមែនកាន់កាភ្លើងមកបង្ក្រាបមនុស្សប្រជាពលរដ្ឋដែលជួលយើងប្រាក់ខែឲ្យយើងចាយទេឥឡូវនេះគឺអញ្ចឹងនៅអាមេរិកនេះគឺដូចខ្ញុំបានជម្រាបអញ្ចឹងថាអ៊ីរ៉ង់អាមេរិកបានថាហួសពេលហ្នឹងគឺវាលឹះពីអាវុធបរមាណូវាលឹះពីប្រេងគឺតកតងនឹងគេហៅថាភូមិសាស្ត្រនយោបាយនៅប្រទេសមជ្ឈិមបូព៌ានេះគឺភូមិសាស្ត្រនយោបាយស្មុគស្មាញណាស់បងប្អូនអាមេរិកចង់បានឲ្យមជ្ឈិមបូព៌ាហ្នឹងคล้ายទៅជាទីមួយដែលមិន
ប៉ះពាល់ដល់សុខសុវត្ថិភាពរបស់អាមេរិករឿងប្រេងកាតរឿងលុយរឿងកាក់រឿងសេដ្ឋកិច្ចរឿងអីហ្នឹងគឺផ្សំគ្នាទាំងអស់ហើយបងប្អូនអ្នកដែលមានប្រេងកាតមានលុយអីច្រើនគេចង់ធ្វើអីក៏បានដែរការដែលចង់ធ្វើអីក៏បានមិនមែនបានន័យថាពិភពលោកមានសុវត្ថិភាពទេបងប្អូនសុកទៅបង្កើតអាវុធបរមាណូដើម្បីឲ្យខ្លួនឯងខ្លាំងចាំបើខ្លាំងគ្រប់គ្នាទៅបរមាណូហ្នឹងរំលាយខ្ទេចពិភពលោកអស់ហើយចឹងវាជាការពិតវាត្រូវតែមានបងធំណាមួយមានបរមាណូគ្រប់គ្រងអំណាចទៅឲ្យតែមានក្រមសីលធម៌ចុះសួរអាមេរិកមានក្រមសីលធម៌ទេដែលទៅបាញ់ផ្លោងដាក់ឲ្យអ៊ីរ៉ង់នេះខ្ញុំចូលដល់ប្រធានបទទី2ដែលនិយាយអំពីឃោសនិកបកកាន់អំណាចនៅកម្ពុជានាំគ្នាសម្រុកថ្កោលទោសសហរដ្ឋអាមេរិកលើកដំកើងអ៊ីរ៉ង់ខ្ញុំថានេះគឺជានយោបាយផ្ដេសផ្ដាស់មែនតើខ្ញុំមិនហាមឃាត់បងប្អូនទេនៅក្នុងការថ្កោលទោសអាមេរិកកុំថាឡាយបងប្អូននៅស្រុកខ្មែរថ្កោលទោសអាមេរិកសូម្បីតែនៅអាមេរិកកាំងខ្លួនឯងនេះសូម្បីតែប្រឆាំងដែលជំទាស់រដ្ឋាភិបាលដោយអ្នកស្រី Kamala Harris អ្នកស្រី Nancy Pelosi លោកតំណាងរាស្ត្រសមាជិកព្រឹទ្ធសភារបស់គណៈបកប្រជាធិបតេយ្យទាំងអស់គ្នាគ្មានអ្នកណាគ្រប់គ្រងលោកត្រាំទេអញ្ចឹងបានន័យថានៅសហរដ្ឋអាមេរិកនេះមានប្រជាពលរដ្ឋដែលក្នុងបោះឆ្នោតឲ្យគណៈបកប្រឆាំងយ៉ាងតិចក៏ពាក់កណ្ដាលប្រទេសដែរដែលមិនគ្រប់គ្រងអ្វីដែលលោកត្រាំធ្វើទេប៉ុន្តែមិនមែនបានន័យថាមិនគ្រប់គ្រងការរំដួលរំលំរបបផ្ដាច់ការទេអត់មានអ្នកណាគេគប់ជំទាស់រឿងហ្នឹងទេអញ្ចឹងយើងត្រូវចែកទឹកនិងប្រេងឲ្យដាច់គ្នាបងប្អូនមិនមែនបានន័យថាអ្នកណាក៏គិតថាទង្វើរបស់លោកត្រាំទៅឈ្លានពានដែនអធិបតេយ្យរបស់អ៊ុយក្រែនសំទោសអ៊ីរ៉ង់គឺជារឿងខុសច្បាប់ទេអ្នកណាក៏គិតដូចគ្នាទេចំពោះខ្ញុំកំពុងផ្សាយណាស់ខ្ញុំជាខ្មែរអាមេរិកក៏ខ្ញុំគិតថាទង្វើនេះវាជ្រុលហួសហេតុដែរត្រង់ថារដ្ឋធម្មនុញ្ញមានហេតុអីយើងមិនឆ្លងរដ្ឋសភាហើយបើឆ្លងរដ្ឋសភាតើរដ្ឋសភានឹងអនុញ្ញាតឲ្យធ្វើសង្គ្រាមជាមួយរដ្ឋបរទេសដែរទេក៏ប៉ុន្តែភូមិសាស្ត្រនយោបាយឆ្លងច្បាប់ច្រើនពេកក៏ធ្វើអីអត់បានដែរហើយមេដឹកនាំផ្ដាច់ការបើចាំតែរដ្ឋសភាគេមិនអោយធ្វើគឺរដ្ឋផ្ដាច់ការហ្នឹងបានដៃប្រព្រឹត្តអំពើរំលោភបំពានរឿងនេះវាមានរឿងពីរបងប្អូនទី1ការធ្វើវាមានការឆក់ល្វែងតាក់ទងនឹងការផ្ទុយរដ្ឋធម្មនុញ្ញគ្មានអ្នកណាជំទាស់ទេរឿងហ្នឹងមន្ត្រីប្រជាពលរដ្ឋអាមេរិកច្រើនណាស់ដែលគេគិតថាខុសច្បាប់ក៏ប៉ុន្តែបើយើងគិតអំពីថាតើអ្វីដែលជាគោលដៅក្នុងការដែលទៅចាប់លោកម៉ាឌូរ៉ូកាលពីមុនមកហ្នឹងឬឥឡូវនេះចាប់ផ្ដើមបាញ់សម្លាប់មេដឹកនាំរបស់អ៊ីរ៉ង់តើអាផលដែលបានមកវិញហ្នឹងវាសមស្របទៅនឹងការរំលាយឬក៏រំលោភបំពានច្បាប់រដ្ឋធម្មនុញ្ញរបស់អាមេរិកហ្នឹងបានប៉ះពៅគ្នាយ៉ាងណាតើពិភពលោកហ្នឹងនឹងមានសុវត្ថិភាពជាងមុនដែរឬយ៉ាងណាសំណួរសួរអញ្ចេះទៅវិញតើអាមេរិកធ្វើដើម្បីអ៊ីរ៉ង់នេះគឺអាមេរិកធ្វើដើម្បីអាមេរិកឬក៏ដើម្បីអ៊ីរ៉ង់ឬក៏ដើម្បីអ៊ីស្រាអែលឬក៏ដើម្បីតំបន់មជ្ឈិមបូព៌ាអញ្ចឹងចម្លើយគឺយើងបើមើលឲ្យគ្រប់ជ្រុងជ្រោយបានយើងដឹងថារឿងមិនមែនងាយស្រីផុយដូចតែយើងគិតថាហេតុអីបានអាមេរិកប្រព្រឹត្តខុសច្បាប់អ៊ីរ៉ង់ត្រូវតែតដៃហើយអ៊ីរ៉ង់ខ្លាំងគ្រប់ពេលជាការពិតហើយសម្ដីដែលយើងគិតថាអាមេរិកខុសគ្រប់រឿងហើយអ៊ីរ៉ង់ត្រូវគ្រប់រឿងបានន័យថាជាគំនិតរបស់មេដឹកនាំផ្ដាច់ការអ្នកដែលថ្កោលទោសអ៊ីរ៉ង់នៅពេលនេះដែលដាច់ណាត់ផឹងមានតែរុស្ស៊ីហើយនិងចិនទេគឺហ៊ានថ្កោលទោសអ៊ីរ៉ង់ដាច់ផឹងហ្មងគឺអត់មានការអល់អាចអីសោះហេតុអីបានជាចិននិងរុស្ស៊ីថ្កោលទោសអ៊ីរ៉ង់ព្រោះខ្លួនគឺជាមនុស្សដែលកាន់អំណាចផ្ដាច់ការបងធំហើយប្រព្រឹត្តអំពើផ្ដេសផ្ដាស់ហើយខ្លាចណាស់អាការដែលគេវាយចូលដល់អធិបតេយ្យរបស់ខ្លួនចិនក៏ការពារកោះតៃវ៉ាន់របស់ដែលថាកោះតៃវ៉ាន់របស់ខ្លួនដែលតៃវ៉ាន់ជាកោះប្រទេសឯករាជ្យមួយអីចឹងទៅមិនចំណុះក្រោមរដ្ឋាភិបាលចិនដែលអាមេរិកការពារកាងកុំឲ្យចិនរករឿងហើយថ្ងៃណាមួយបើចិនហ៊ានទៅប៉ះពាល់តៃវ៉ាន់អាមេរិកចូលទៅវាយដល់ក្នុងដែនដីតៃវ៉ាន់ដើម្បីការពារទប់តៃវ៉ាន់អីចឹងទៅដូច្នេះចិនការពារជំហរនឹងឲ្យហើយថាมันអាចមកវាយចូលក្នុងដែនអធិបតេយ្យចិនក្នុងតៃវ៉ាន់អីចឹងរុស្ស៊ីហ្នឹងក៏តែអញ្ចឹងដែរដើម្បីប្រាប់ថាកុំឈ្លានពានគេអីអញ្ចឹងដែរតែប៉ុន្តែរុស្ស៊ីហ្នឹងគឺខុសទាំងស្រុងខ្លួនឯងយកទឹកបង្គន់យកទៅលាងបន្លែដើម្បីសម្អាតវាមិនត្រូវទេខ្លួនឯងទៅឈ្លានពានអ៊ុយក្រែនប៉ុន្តែបងប្អូនការដែលថ្កោលទោសអាមេរិកហ្នឹងគឺភាគច្រើនមានដឹកនាំផ្ដាច់ការហេតុអីបានជាអញ្ចឹងទី1មិនចង់ឲ្យប្រជាពលរដ្ឋស្ដាប់មើលទៅមេដឹកនាំផ្ដាច់ការវាខ្សោយអត់ចង់ទេដូចគ្នានៅក្នុងស្រុកខ្មែរបើសិនជាយើងនាំគ្នាថ្កោលទោសអាមេរិកកាន់តែច្រើនហើយគ្រប់គ្រងអ៊ីរ៉ង់កាន់តែច្រើនថាអំពើនឹងជាអំពើខុសច្បាប់កាន់តែច្រើនវាមានហេតុផលមួយថាវាខុសខ្លះហើយវាអត់មានត្រូវទាំងអស់ឲ្យខ្ញុំនិយាយអត់ការពារអាមេរិកទេប៉ុន្តែបើយើងមើលថាតើអ៊ីរ៉ង់នេះណាគ្រប់គ្រងប្រទេសបែបម៉េចបងប្អូនជាប្រទេសប្រជាធិបតេយ្យសេរីពហុបកជាប្រទេសដែលមិនធ្វើទុកបុកម្នេញប្រជាពលរដ្ឋជាប្រទេសដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋមានសេរីភាពសពបែបយ៉ាង
គ្រាន់តែបាតកម្មដើម្បីទៀមទាឲ្យមានការផ្លាស់ប្ដូររបបពីអ្វីដែលជាអង្គើខុសខើព្រៃផ្សៃហ្នឹងសម្រាប់ពលករបាតកោអស់ជាង 30000 នាក់នៅក្នុងរយៈពេលមិនដល់2សប្តាហ៍ផងបងប្អូនសម្រាប់រង្គាលបងប្អូនចេះតែសួរថាចប់បើសម្រាប់រង្គាលអញ្ចឹងយើងឲ្យតែអញ្ចឹងយើងធ្វើចុះហេតុអីសម័យខ្មែរក្រហមគេសម្រាប់រង្គាលខ្មែរយើងដល់រាប់លាន1លានអ្នកជាងអត់មានសហគមន៍អន្តរជាតិណាជួយអន្តរាគមន៍បងប្អូនយើងវិលទៅអតីតកាលឆ្ងាយណាស់50ឆ្នាំសហគមន៍អន្តរជាតិបញ្ហាភូមិសាស្ត្រនយោបាយពេលនោះអត់ដូចពេលឥឡូវទេអាមេរិកបាក់ស្បាតពីសង្គ្រាមឥណ្ឌូចិនចាញ់វៀតណាមពេលដែលចាញ់សង្គ្រាមវៀតណាមអាមេរិកអត់ចង់វិលទៅប្រទេសកម្ពុជាឬក៏ឥណ្ឌូចិនវិញទេវាជារឿងអាម៉ាស់សម្រាប់ប្រវត្តិសាស្ត្រអាមេរិកដូច្នេះដកឃ្លាចេញមកនៅពេលដែលអាមេរិកដែលជាបងធំមួយលែងចង់គិតគូររឿងឥណ្ឌូចិនយើងអាភ័ព្វគឺអត់មាននរណាគិតគូរធ្វើឲ្យរបបខ្មែរក្រហមសម្លាប់ខ្មែរបានយើងទៅស្រែកហៅនរណាក៏គ្មាននរណាជួយយើងត្រូវចាំថាអានេះវាជារឿងនយោបាយអកុសលរបស់យើងនៅក្នុងស្ថានភាពនយោបាយដែលយើងអត់អាចដង្ហោយរកអ្នកណាជួយឲ្យប្រទេសកាលពីសម័យហ្នឹងខ្សោយទាំងអស់គ្នាឆ្លោះគ្នារុស្ស៊ីចិនហ្នឹងគឺថាអត់ត្រូវគ្នារញ៉េរញ៉ៃណាឥឡូវយើងថារញ៉េរញ៉ៃទេនៅតែរញ៉េរញ៉ៃប៉ុន្តែយ៉ាងហោចណាស់ឥឡូវនេះយើងមានបងធំអាមេរិកមួយដែលអាចជាជើងកាងដើម្បីការពារប្រយោជន៍យុត្តិធម៌កន្លែងខ្លះបានដែរប៉ុន្តែបងធំអាមេរិកហ្នឹងកាលសម័យខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជាបងធំអាមេរិកហ្នឹងគឺបាក់ទាត់នៅវៀតណាមបាត់ទៅហើយដូច្នេះដកចេញពីឥណ្ឌូចិនដកចេញចោលទាហានលន់នល់សរិមតៈអីធ្វើឲ្យពួកគាត់រិះគន់ថាអាមេរិកលុតចោលគាត់បរិបត្តិនយោបាយវាប្រែប្រួលឆ្ងាយហើយកុំទៅឆ្ងាយក្រោយពេកបងប្អូនយើងកុំរស់នៅក្នុងអតីតកាលឆ្ងាយពេកប៉ុន្តែក៏មិនគួរបំភ្លេចអតីតកាលដែលរៀនសូត្រពីវាតែយើងគិតមើលថាតើគេទៅដល់ណាអស់ហើយការថ្កោលទោសអាមេរិកនៅពេលនេះអត់ចំណេញអីទេការថ្កោលទោសអាមេរិកនៅពេលនេះគឺបានត្រឹមតែស្អំចិត្តប្រជាពលរដ្ឋដែលគ្រប់គ្រងមេដឹកនាំកាន់អំណាចឬក៏ពួកផ្ដាច់ការថាមិនត្រូវធ្វើអញ្ចឹងទេប្រាប់ប្រជាពលរដ្ឋថាណែឯងមិនអាចទៅទម្លាក់មេដឹកនាំបានតាមពិតការពារកុំឲ្យគេទម្លាក់មេដឹកនាំរបស់ខ្លួនដូចអញ្ចឹងតាប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងយើងការពារដើម្បីនិយាយស្អំចិត្តខ្លួនឯងថាណែកុំធ្វើអញ្ចឹងអត់ត្រូវច្បាប់ទេមេដឹកនាំគេបោះឆ្នោតបោះអីត្រឹមត្រូវប៉ុន្តែអត់ព្រមកែអាប្រព័ន្ធបោះឆ្នោតនឹងឲ្យសេរីត្រឹមត្រូវនឹងយុត្តិធម៌កុំងើបមួយវាយមួយកុំចាប់ប្រជាពលរដ្ឋកុំមានបញ្ហាអីធ្វើឲ្យប្រជាពលរដ្ឋថ្នាក់ហើយរងចាំដូចតែភ្នំភ្លើងចាំតែផ្ទុះហើយយើងយកដៃទៅខ្ទប់ភ្នំភ្លើងសប្តាហ៍ថ្ងៃនេះឃោសនារបស់គណៈបកប្រជាជនកម្ពុជានិងអ្នកគ្រប់គ្រងរដ្ឋាភិបាលកំពុងតែយកដៃទៅសង្កត់ក្របឆ្នាំងដែលកំពុងតែភួលខ្ជូលពុះហើយគឺយើងអត់ព្រមបង្ហើបវាយើងយកដៃសង្កត់ដើម្បីកុំឲ្យវាពុះយើងអត់បន្ធូរវាអញ្ចឹងបន្ធូរមិនមែនយកដៃខ្ទប់ទេសប្តាហ៍ថ្ងៃកំពុងតែរិះគន់អ៊ីរ៉ង់សំទោសអាមេរិករឿងខុសច្បាប់រឿងអីនេះឲ្យទៅសើថាអ៊ីរ៉ង់ហ្នឹងអូឥឡូវវាយបាញ់ទាហានអាមេរិកស្លាប់ប៉ុណ្ណេះធ្លាក់យន្តហោះប៉ុណ្ណេះខ្ទេចខ្ទីអញ្ចឹងគឺយើងដូចសប្បាយចិត្តណាយើងផ្សាយហ្នឹងមិនមែនផ្សាយក្នុងការថាអូសង្គ្រាមហ្នឹងវាខ្ទេចខ្ទីអស់អញ្ចឹងគួរអាណិតអាសូរមិនមែនអញ្ចឹងទេយើងផ្សាយហ្នឹងគឺខ្លឹមសារនយោបាយចង់ប្រាប់ប្រជាពលរដ្ឋថាអ៊ីរ៉ង់គេខ្លាំងអញ្ចឹងគេមិនចោះចាញ់អំណាចផ្ដាច់ការណាមួយទៅរំលោភបំពានគេមិនមែនអញ្ចឹងទេអស់លោកចង់ផ្ញើសារថាមេដឹកនាំផ្ដាច់ការលួងចិត្តខ្លួនឯងឲ្យព្រមទទួលថាផ្ដាច់ការដូចគេដែរប៉ុន្តែកុំឲ្យធ្វើអញ្ចឹងយើងត្រូវតែតស៊ូមិនឲ្យប្រជាពលរដ្ឋមកក្រោកមករអីណារំលោភច្បាប់រំលោភអីប៉ុន្តែអញ្ចឹងមេដឹកនាំផ្ដាច់ការដូចម៉ាឌូរ៉ូដូចអីអញ្ចឹងឃើញអញ្ចឹងវាសនាគឺអញ្ចឹងយើងអត់ត្រូវការសកត់គម្របឆ្នាំងឲ្យនាំគ្នានិយាយប្រាប់ធ្វើប្រជាពិធទៅប្រអាប់អាមេរិកសរសើរអ៊ីរ៉ង់អត់បានប្រយោជន៍ទេបងប្អូននយោបាយបែបនេះគឺនយោបាយអត់បានប្រយោជន៍ឲ្យចោលមកទៀតព្រោះអីយើងនិយាយបែបជា logic ទៅវិភាគទៅថាអាមេរិកក៏មានចំណាយថាមិនត្រឹមត្រូវរំលោភរដ្ឋធម្មនុញ្ញខ្លួនឯងមានការរិះគន់ប៉ុន្តែនៅក្នុងពេលហ្នឹងក៏យើងលើកអំពីថាតើអ៊ីរ៉ង់ហ្នឹងជាមនុស្សស្អាតស្អំប៉ុណ្ណាទៅដែលយើងឃើញធ្វើឲ្យពិភពលោកជ្រួលច្របល់ដោយសារអ៊ីរ៉ង់ដែរហ្នឹងដោយសារមជ្ឈិមបូព៌ាជួយតែក្រុមពួកភេរវជនពីអីហ្នឹងឆ្លោះគ្នាពេញទឹកពេញដីដូច្នេះវាបើសិនជាបងធំកើតឡើងច្រើនហើយបងធំនឹងប្រទេសផ្ដាស់គឺពិភពលោកវាអត់មានសណ្ដាប់ធ្នាប់ទេប៉ុន្តែបើអាមេរិកជាបងធំឲ្យបងធំចាស់ឲ្យតែមានភាពត្រឹមត្រូវស្គាល់ច្បាប់ស្គាល់ទម្លាប់អីខ្លះទៅតែយើងនៅតែទុកចិត្តអាមេរិកច្រើនជាងទុកចិត្តអ៊ីរ៉ង់ដែរមិនចឹងឯងបងប្អូនតែយើងទុកចិត្តតាលីបង់ទុកចិត្តអាហ្វហ្គានីស្ថានទុកចិត្តពួកសេរីពួកយេម៉ិនបើសិនជាបងប្អូនឲ្យពួកទាំងអស់នោះក្រុមនោះធ្វើជាដបងធំបងប្អូនពេញចិត្តទេបិទតែថាបងធំណាក៏មិនពេញចិត្តប៉ុន្តែបើចំពោះយើងបើអាមេរិកជាបងធំយ៉ាងហោចណាស់ក៏បាននំប៉័ងហូបដែរមិនស្ពៃទេមិនចឹងហ៎ឥឡូវជើងនិយាយមកវិញឲ្យវាមានកណ្ដាលខ្លះទៅវាយប្រហារអាមេរិកក៏វាយចោះប៉ុន្តែត្រូវគិតអំពីអ្វីខ្លះដែលអ៊ីរ៉ង់ធ្វើមិនត្រូវខ្លួនឯងដែរហេតុអីមិនកែអប្រព័ន្ធដឹកនាំរដ្ឋកុំឲ្យមានស្ថានភាពបែបហ្នឹងយើងមើលថាតើយើងវិភាគឲ្យអស់អញ្ចឹងបានយើងជាមនុស្សសេរីយុត្តិធម៌ត្រឹមត្រូវមានសច្ចៈយុត្តិធម៌ប៉ុន្តែយើងនិយាយស្អំចិត្តមេដឹកនាំផ្ដាច់ការកុំឲ្យដេកមិនលក់ណា
ថាធ្វើឲ្យរងមិនត្រូវជាមួយអារម្មណ៍គឺនឹងបៃវិញចេះតបចេះតបចុះអីយើងទាំងសរសើរមេដឹកនាំផ្ដាច់ការឲ្យគេខ្លាំងដើម្បីការពារល្អហើយបើគេជាជនរងគ្រោះយើងនាំគ្នាការពារជនរងគ្រោះតែអស់លោកអត់ដែលការពារជនរងគ្រោះទេមកយកហើយបើខ្មែរយើងមានចិត្តការពារជនរងគ្រោះហើយយើងមិនមែនវេទនាអញ្ចឹងទេយើងឃើញគេរំលាយគណៈបកសង្គ្រោះជាតិទាំងចងោយកកម្លាំងចាប់មេគេដាក់គុករំលាយក្រុមប្រឹក្សាឃុំសង្កាត់គេប្រជាពលរដ្ឋ3លានអ្នកដែលអស់លោកទាំងអស់ហ្នឹងទៅថ្កោលទោសអំពើដល់ប្រទេសផ្ដាស់ហ្នឹងដែរទេអត់ផងហ្នឹងអាចជ័យធ្លាក់ទឹកហើយអើទូមស្គរជនរងគ្រោះនៅពេលដែលរងការរំលោភយើងទាំងអស់គ្នាហើយអើសាទរថាមកពីនាងស្លៀកខ្លីយើងកំពុងតែមានគំនិតខ្លួនឯងក៏បាត់ឧត្តមកតិមនសិការខ្លួនឯងនិយាយស្អីក៏ដោយការពារកាងអំណាចផ្ដាច់ការរបស់ក្រុមខ្លួនឯងរួចទៅមកធ្វើឯងការពារជនរងគ្រោះអេរ៉ង់ការពារជនរងគ្រោះអេរ៉ង់យ៉ាងដូចម្ដេចបើជនរងគ្រោះស្រុកខ្មែររាប់លានអ្នកយើងអត់ដែលការពារផងហ្នឹងតើយើងមានហេតុផលអីទៅនិយាយការពារអេរ៉ង់ម្ដងទៀតបងប្អូនខ្ញុំមិនជំទាស់ទេនិយាយការពារចោះហើយខ្ញុំនៅតែគិតថាលោកត្រាំក៏ធ្វើរំលងបំពេញច្បាប់រដ្ឋធម្មនុញ្ញអាមេរិកដែរអត់មានអីទាស់អត់មានអីពិបាកមើលទេព្រោះច្បាប់ធម្មនុញ្ញអាមេរិកមាត្រា1លើគេចែងថាដើម្បីធ្វើសង្គ្រាមជាមួយប្រទេសដទៃគឺត្រូវតែសុំការអនុម័តពីសភាយល់ព្រមសិនចាំបើអត់មានសភាធ្វើមុនសភាគឺបានន័យថារំលោភរដ្ឋធម្មនុញ្ញមានតែប៉ុណ្ណឹងក៏ប៉ុន្តែម្ដងទៀតសួរថាលោកត្រាំធ្វើនឹងវាជ្រុលហួសហេតុពេកឬក៏អ៊ីរ៉ង់នឹងក៏មានចំណែកដែលធ្វើឲ្យបញ្ហានេះកើតឡើងដែរយូរឆ្នាំហើយណាបងប្អូនអ៊ីរ៉ង់នេះណា36ឆ្នាំក្រោមការដឹកនាំរបស់លោកអាលីហាមេនេគឺចិញ្ចឹមចិត្តថាត្រូវតែឲ្យអាមេរិកចុះទៅនរកឲ្យតែមានប្រជាពលរដ្ឋអាមេរិកប៉ះពាល់អីបន្តិចគឺត្រូវតែសម្លាប់ដាក់គ្រាប់បែកអញ្ចឹងជាការពិតយើងថាំងមកពីយើងទៅរករុកគេដែរសបុកម៉ាល់អីដែរមិនទេគឺអ៊ីរ៉ង់ហ្នឹងគឺចិញ្ចឹមចិត្តស្អប់អាមេរិកសួរពូជអញ្ចឹងហ្មងតើយើងគិតថាអាមេរិកធ្វើហ្នឹងដើម្បីចាត់ការសត្រូវរបស់ខ្លួនហ្នឹងជាអំពើខុសច្បាប់ទាំងអស់ហ្មងយល់ទេវាអត់ខុសទេនៅក្នុងន័យហ្នឹងគាត់ថាគេហៅអូសទូកុំឲ្យល្អានចាប់ត្រីបានកុំឲ្យល្អទឹកប៉ុន្តែឥឡូវទឹកល្អហើយតែចាប់ត្រីយកមកសិនមកឲ្យសំពោស៊ីជូទៅឲ្យវាថ្លាវារងទៅអានឹងសំគិតទៀតព្រោះអីអ្នកប្រជាពលរដ្ឋច្រើនណាស់កុំថាឡើយអាមេរិកសូម្បីតែប្រជាពលរដ្ឋអ៊ីរ៉ង់ខ្លួនឯងជប់លៀងសបាយតាមដងផ្លូវអរគុណអាមេរិកនិងអ៊ីស្រាអែលដែលបានដោះស្រាយបញ្ហានេះព្រោះប្រជាពលរដ្ឋគេរងទុក្ខយូរពេកគេអត់អាចនិយាយអីបានយើងសាកមើលប្រជាពលរដ្ឋខ្លួនឯងនៅអ៊ីរ៉ង់ដែលគេមានសិទ្ធិសេរីភាពនិយាយបានគឺគេជប់លៀងនៅពេលដែលមេដឹកនាំអ៊ីរ៉ង់ស្លាប់តើបងប្អូនគិតមើលអាមេរិកមែនអ្នកជប់លៀងប្រជាពលរដ្ឋអ៊ីរ៉ង់ខ្លួនឯងតើពេលហ្នឹងយើងគួរតែសរសើរអ៊ីរ៉ង់ថាប្រកែឬក៏យើងគួរតែថ្លឹងថ្លែងរឿងនេះអញ្ចឹងម្ដងទៀតបងប្អូននយោបាយអីក៏ដោយដែលផ្សព្វផ្សាយព័ត៌មានរិះគន់អាមេរិកហ្នឹងថាឥឡូវបាក់ទ័ពថាធ្លាក់យន្តហោះធ្លាក់អីហើយយក AI ហ្នឹងប្រសាច់អូយ my god ខ្លះហ្នឹងអ្នកព័ត៌មានស្អីមានស្ថាប័នអីត្រឹមត្រូវអ្នកសារព័ត៌មានម្នាក់ដែលថាយន្តហោះ F16 ថៃធ្លាក់ពេញដីហ្នឹងដល់ពេលដែលគេបាញ់ស្រោចយើងចង់ទ្រាំខ្លួនអស់ហើយអត់មានធ្លាក់យន្តហោះគេមួយ F16 ហ្នឹងឥឡូវមកទៀតផ្សាយព័ត៌មានហ្នឹងដដែលខ្ញុំកោតតែបងប្អូនហ្នឹងយើងទាំងអស់គ្នាហ្នឹងគឺអត់អូសរំលងចោលអត់ block គាត់ចោលអត់ report គាត់ចោលសោះតើតើនឹងការផ្សព្វផ្សាយព័ត៌មាននឹងពិតយកមកថ្លឹងថ្លែងពិចារណានៅរិះគន់ហេតុអីបានបងប្អូនរវល់រើសដុំថ្មចោលឆ្កែនេះខ្ញុំកំពុងតែឆ្ងល់ព្រោះដោយសារតែគាត់អញ្ចឹងហើយហេតុអីបានជាគ្រប់គ្រងគាត់ទៀតខ្ញុំឆ្ងល់អូសចោលឬ report block ចោលទៅយូរទៅក៏រៀងចាលយើងនៅតែចេះតែអូសហើយមកជំហិញនឹងគាត់រិះគន់នឹងគាត់ទៅឃើញកប៉ាល់ធំឯណាមួយគេគូរូបគំនូ AI នៅក្នុងស្អីគេលេងហ្គេមលេងអីឆេះផ្សែងឆេះអីគោលមកលើកឡើងថាអ៊ីរ៉ង់នឹងបាញ់ឆេះខ្ទេចខ្ទីអស់ហើយកន្លែងមូលដ្ឋានទ័ពអាមេរិកអីអញ្ចឹងទៅបែបនេះណាគឺទី1អសិលធម៌ក្នុងនាមវិជ្ជាជីវៈអ្នកសារព័ត៌មានទី2បំពុលព័ត៌មានពេញទឹកពេញដីទី3សបាយឬសូគេបំផ្លាញប៉ះចំហេដ្ឋារចនាសម្ព័ន្ធអាមេរិកវាចំណេញអីនៅពេលដែលយើងឃើញបញ្ហាប៉ះពាល់ដល់អ្នកដែលជួយសង្គ្រោះប្រជាពលរដ្ឋអ៊ីរ៉ង់រាប់លានអ្នករួចទៅខ្លួនទ្រាំខ្លួនទៅសារគេបាញ់ឧទាហរណ៍ថាបើគេបាញ់ត្រូវចោះអាហ្នឹងយើងផ្សាយអញ្ចឹងទៅគឺយើងចង់និយាយថាម៉េចហ្នឹងឲ្យសមហ៎យើងសារព្រោះខ្យល់រមែងទទួលផលពីជាព្យុះសង្គ្រាអាហ្នឹងក៏តែមិនបានផលព្រោះអីយើងហាក់បីដូចជំរិញរិះគន់បន់ឲ្យតែអាមេរិកកាំងលលាយអីអញ្ចឹងទៅអត់មើលអំពីអ្វីដែលជាភូមិសាស្ត្រនយោបាយតែគេចង់ធ្វើអីយើងគិតថាពីធ្វើម៉េចស្អំចិត្តមេដឹកនាំផ្ដាច់ការនិងក្រុមឃោសនិកដែលថាបំរើគេហ្នឹងធ្វើឲ្យមេផ្ដាច់ការហ្នឹងកុំឲ្យលងាពេកអ្នកឃើញទេគេបាញ់ពួកអ៊ីរ៉ង់ពួកគេមិននេះផ្ដាច់ការមែនតែគេតដៃវិញយើងមេដឹកនាំផ្ដាច់ការនៅរស់តទៅទៀតតស៊ូតទៅទៀតហេតុអីបានជាស្អំចិត្តប្រទេសផ្ដាស់បែបហ្នឹងទៅវិញផ្សព្វផ្សាយព័ត៌មានមិនពិតផងអីផងចឹងអា AI ហ្នឹងគឺខ្ញុំសប្ងៃនេះណា
ខាត់ពេលវេលាច្រើនមែនតើដោយសាររឿង AI មិនមែនដោយសារជឿទេដោយសារយកព័ត៌មាន AI នឹងមកផ្ទៀងផ្ទាត់ទៅវាពេលប្រើពេលវេលាច្រើនមែនតើកុំឲ្យបងប្អូនចាញ់បោកគេបើមើលទៅឃើញគ្រប់គ្រាន់ផ្សាយទៅដើម្បីកែព័ត៌មានហ្នឹងអញ្ចឹងអាពេលវេលាត្រូវយកទៅគិតអីទៀតហ្នឹងរវល់ដោយសារតែរើសដុំថ្មចោលឆ្កែហ្នឹងពិបាកមែនតើអញ្ចឹងបងប្អូនអូសចោលខ្លះទៅអូសរំលងខ្លះទៅប៉ុន្តែអ្វីដែលជាការពិតឲ្យគួរតែផ្សាយអត់អីទេផ្សាយទៅសេតវិមានក៏គេផ្សាយដែរទាហានអាមេរិកថ្ងៃនេះណាស្លាប់ដល់6នាក់ហើយបងប្អូនខ្ញុំផ្សាយថ្ងៃមុនហ្នឹងថា4នាក់ដំបូង3នាក់មិនអញ្ចឹងឯងស្លាប់បន្តបន្ទាប់ដោយសារអីពេលដែលស្លាប់3នាក់ដំបូងរបួស5នាក់ទៀតធ្ងន់ខ្លះសន្លប់អត់ដឹងខ្លួនទេដល់អញ្ចឹងមិនអាចសង្គ្រោះបានស្លាប់មួយទៀតទៅ4ឥឡូវអ្នកដែលរបួសធ្ងន់ហ្នឹងស្លាប់2នាក់ទៀតហើយអញ្ចឹង6នាក់វាជាការគួរឲ្យសោកសង្រេងណាស់បងប្អូនហើយស្លាប់ដល់ពេលដែលគ្រាប់បែកផ្លោងទៅផ្លោងមកពេលដែលស្លាប់ទាហានអាមេរិក6នាក់នេះនៅឯអ៊ីរ៉ង់ឯណោះគឺមនុស្សស្លាប់ឡើងដល់ជិត800នាក់ហើយបងប្អូនច្រើនមែនតើសិស្សសាលារៀនអីហ្នឹងក៏មានការស្លាប់ការអីចឹងដែរវាជារឿងគួរឲ្យអាកសោមែនតើក៏ប៉ុន្តែសង្គ្រាមបែបនេះជៀសមិនផុតពីការស្លាប់ច្រើនទេហើយស្លាប់ច្រើននេះគឺដោយសារតែការបាញ់ផ្លោងកញ្ជ្រួចឆ្លងទ្វីបច្រើនយន្តហោះ drone យន្តហោះអីហ្នឹងនេះគឺជាព័ត៌មានពិតហើយយន្តហោះប្រដេញរបស់អាមេរិកប្រភេទ F10 6 15អីហ្នឹងក៏មានធ្លាក់ដែរមកដល់ម៉ោងនេះធ្លាក់3គ្រឿងហើយបងប្អូនគឺត្រូវគ្រាប់បាញ់ធ្លាក់ប៉ុន្តែនេះគឺជាព័ត៌មានពិតមិនមែនគ្រាប់សត្រូវបាញ់ធ្លាក់ទេយន្តហោះអាមេរិកយន្តហោះចម្បាំងប្រភេទ F នេះណាធ្លាក់រហូតដល់ទៅ3គ្រឿងអានេះគឺជាតួលេខដែលទទួលស្គាល់ដោយសេតវិមានគឺធ្លាក់នៅប្រទេសគុយវ៉េតមិនមែនធ្លាក់នៅអ៊ីរ៉ង់ទេហេតុអីបានជាធ្លាក់នៅគុយវ៉េតគឺដោយសារតែការបាញ់ច្រឡំគ្នាឯងមិនមែនសត្រូវបាញ់ត្រូវទេគឺបាញ់ច្រឡំគ្នាឯងដោយសារអីពេលហ្នឹងយន្តហោះពេញមេឃគ្រាប់កញ្ជ្រួចវងបាញ់ពេញមេឃអញ្ចឹងអាមេរិកត្រូវការបញ្ចេញគ្រាប់កញ្ជ្រួចរបស់ខ្លួនដើម្បីចាប់អាកញ្ជ្រួចដែលបាញ់ពីអ៊ីរ៉ង់ពីអីមកពីសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ហ្នឹងហើយនៅពេលដែលយន្តហោះប្រដេញទាំងអស់ហ្នឹងនៅពេញមេឃដែរយន្តហោះរាប់រយរាប់ពាន់គ្រឿងបងប្អូនច្រើនណាស់ដូច្នេះពេញដែនអាកាសអញ្ចឹងនៅពេលនេះអាការបាញ់ពេលបន្ទាន់ហ្នឹងគឺរ៉ាដាអីចាប់អីក៏ដោយមើលមិនឃើញថាតើអាណាបោះខ្មាំងអាណាបោះសត្រូវអាណាបោះគ្នាឯងទេអញ្ចឹងហើយដែលធ្វើឲ្យគ្រាប់មួយចំនួនដែលបាញ់ទៅចាប់កញ្ជ្រួចរបស់អ៊ីរ៉ង់ហ្នឹងក៏ត្រូវប៉ះយន្តហោះបដិញរបស់អាមេរិក3គ្រឿងហ្នឹងធ្លាក់ទៅក៏ប៉ុន្តែពីលុតយន្តហោះទាំង6នាក់នៅលើយន្តហោះទាំង3គ្រឿងដែលធ្លាក់ហ្នឹងគឺបានរស់រានមានជីវិតដោយសារតែមានឆាត់យោងមានអីកលាស់មកអត់អីទេមានសុវត្ថិភាពទេនេះគឺជារឿងពិតអត់មានរឿងអីទៅផ្សាយពលឹះថាឥឡូវអាមេរិកបាក់តបទៅស្លាប់អស់ទាហានអីអត់ទេជួយផ្សាយព័ត៌មានពិតឲ្យច្រើនបងប្អូនរឿងសង្គ្រាមនៅអ៊ីរ៉ាក់នេះគឺជារឿងរកម្មចិត្តណាស់អត់មានអីថយក្រោយទេទៅមុខហើយលោកត្រាំបានប្រើពាក្យថា4ទៅ5សប្តាហ៍ហើយអាចនឹងយូរជាងហ្នឹងកំដរបានទៀតលោកត្រាំប្រើពាក្យថាកំដរបានអត់ចេះធុញទេមេដឹកនាំលោកត្រាំនេះពេលខ្លះនាំគ្នាស្អប់គាត់មែនប៉ុន្តែជាមេដឹកនាំមួយគឺជាបងធំគឺថាទៅណាទៅហ្នឹងហើយយើងមែនតើរកម្មចិត្តនឹងគាត់ដែរតែធ្វើបញ្ហាឲ្យមានបញ្ហារាំងស្ទះឬក៏ឆ្លោះគ្នាពេញសហរដ្ឋអាមេរិកដែរតាក់ទងគោលនយោបាយអន្តោប្រវេសន៍របស់គាត់រឿងស្អីផ្សេងទៀតដែលគាត់ជាកណ្ដាប់ដៃរបស់គាត់ប៉ុន្តែរឿងអ៊ីរ៉ង់នេះគឺមេដឹកនាំបែបអ៊ីរ៉ង់បែបកាដាហ្វីបែបសាដាំហ៊ូសេនបែបប៊ិនឡាដេនអូសាម៉ាប៊ិនឡាដេនអីនេះទាល់តែស្ទីលអញ្ចឹងបានទៅរួចបើថាអបឡែបឡប់អីចរចាចោះចរចាឡើងអីដូចតែថៃអញ្ចឹងតែចរចាចោះចរចាឡើងយកដីខ្មែរខ្ទេចអត់បានផលទេហើយយើងវិច័យដល់អីទៅជាបងធំរបស់យើងទៅកាន់ខាងថៃទៅទៀតអាមេរិកហ្នឹងដល់អញ្ចឹងទៅយើងសារ៉ូតែម្ដងលើទល់ដែនហ្នឹងស្ងាត់ជ្រាបស្ងាត់អស់ទល់ដែនហើយអាមេរិកម៉ងនេះខ្ញុំប្រហែលព័ត៌មានអាមេរិកទៀត AI បងប្អូនប្រយ័ត្នឲ្យមែនតើកុំចែកផ្សាយច្រើនពេកលុបវាចោលខ្លះទៅឬក៏អូសរំលងទៅហើយបើថាជ្រុលពេកសួរមកខ្ញុំមួយម៉ាត់មកក៏បានដែរពិតឬមិនពិតខ្ញុំជួយផ្ទៀងផ្ទាត់ឲ្យមិននឿយណាយទេបើថារវល់ក៏ដោយនឹងផ្ទៀងផ្ទាត់ឲ្យព័ត៌មានឆេះព្រៃឆេះអីហ្នឹងជួនកាលជាការបង្កើតព័ត៌មានច្រើនណាស់សុទ្ធតែ AI ឥឡូវនេះគឺខ្ញុំអាមេរិកមកដល់ម៉ោងនេះគឺប្រកាសប្រាប់ប្រជាពលរដ្ឋអាមេរិកនៅលើពិភពលោកឲ្យប្រយ័ត្នប្រយែងគ្រប់គ្នាហើយជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកគឺប្រជាពលរដ្ឋអាមេរិកនៅប្រទេសទាំង15នេះត្រូវជំលះជាបន្ទាន់បើអាចធ្វើទៅបានគឺចាក់ចេញពីប្រទេសហ្នឹងហ្មងគឺដោយសារតែគ្រោះថ្នាក់ធ្ងន់បំផុតនៅប្រទេសទាំងនេះគេខ្លាចពួកអ៊ីរ៉ង់យកលេសជាគេហៅថាចំណាប់ខ្មាំងអីបានណាអញ្ចឹងឲ្យចេញប្រទេសដែលឲ្យចេញហ្នឹងគឺមានបារ៉ែនអ៊ីជីបអ៊ីរ៉ង់នឹងតែម្ដងចេញឲ្យអស់ប្រទេសអ៊ីរ៉ាក់ក៏ត្រូវចេញដែរអ៊ីស្រាអែលនៅតំបន់ West Bank និងកាហ្សាត្រូវចេញឲ្យអស់ Jordan គុយវ៉េតលីបង់អូម៉ង់កាតាអារ៉ាប៊ីសាអូឌីតស៊ីរី
និងអារ៉ាប់រួមនិងចុងក្រោយយេម៉ិនប្រទេស15នេះគឺប្រជាពលរដ្ឋអាមេរិកដែលនៅទីហ្នឹងត្រូវចាក់ចេញជាបន្ទាន់តាមដែលអាចធ្វើទៅបានហើយអាមេរិកសម្រួលការធ្វើដំណើរតាមរយៈយន្តហោះដឹកអ្នកដំណើរដឹកអីក៏ដោយឲ្យទៅចេញឲ្យបានក្នុងពេលហ្នឹងឲ្យឆាប់តាមដែលអាចធ្វើទៅបានហើយមួយទៀតអ្នកដែលជាជនជាតិអាមេរិកនៅគ្រប់ទិសទីហ្នឹងគឺឲ្យចុះឈ្មោះមួយនៅក្នុងកម្មវិធីរបស់រដ្ឋរបស់ក្រសួងការបរទេសគឺឈ្មោះថា step.state.gov step step.state.gov គឺដើម្បីទទួលបានព័ត៌មានចុងក្រោយពីក្រសួងការបរទេសអាមេរិកតាក់ទងនឹងវិធានការបែបណាដែលត្រូវដោះស្រាយបន្ទាន់ហើយក៏គេមានផ្ដល់លេខទូរស័ព្ទអីច្រើនដែរបាទអានេះគឺជាវិធានការរបស់អាមេរិកដោយគិតថាសង្គ្រាមនេះវាអាចប្រើពេលយូរយ៉ាងណាប៉ុន្តែការពារអាយុជីវិតរបស់ប្រជាពលរដ្ឋអាមេរិកជាចម្បងទៅទៀតហើយបងប្អូនអត់ថយក្រោយទេឥឡូវនេះគឺខ្ញុំវិលមកចូលដល់ព័ត៌មានរបស់យើងវិញតកតងនឹងខ្មែរវិញម្ដងទៅប្រអែមអង់គ្លេសមុនបរទេសមុនណាប៉ុន្តែរឿងដែលរកម្មចិត្តនៅស្រុកខ្មែរយើងឃោសនាថ្កោលទោសអាមេរិកឬក៏នាំគ្នាបន្តិចផ្ដាស់ផ្សារអាមេរិកហ្នឹងដើម្បីអីឲ្យស្អំចិត្តមេដឹកនាំផ្ដាច់ការឲ្យស្រួលសម្រានលងលក់ស្រួលទៅថាអត់អីទេកុំមើលមេដឹកនាំអ៊ីរ៉ង់យើងមិនមែនដូចអ៊ីរ៉ង់ទេប៉ុន្តែអត់ព្រមកែឲ្យខុសពីអ៊ីរ៉ង់ហ្នឹងហើយនាំគ្នានិយាយប្រសាបទៅថាអ៊ីរ៉ង់មិនអីទេតិចទៀតអាមេរិកខ្ទេចហើយសមរភូមិនឹងមិនឈ្នះអ៊ីរ៉ង់ទេខ្ញុំសឹងតែហ៊ានភ្នាល់មកត្រឹមអ៊ីរ៉ង់មួយហើយអាមេរិកសម្ព័ន្ធមិត្តទាំងអង់គ្លេសទាំងអាល្លឺម៉ង់ទាំងបារាំងនាំគ្នាជួយគ្រប់គ្រងទាំងអស់នេះតើអ៊ីរ៉ង់ទៅផ្លូវណាហើយម្នាក់គិតថាចាំមើលរុស្ស៊ីហើយចិនចាគេពាត់ចាប់បានហើយរុស្ស៊ីមកដល់ម៉ោងនេះទ្រាំខ្លួននឹងឲ្យក្រែនខ្សោះខ្លួនឲ្យទៅហ៊ានស្លាប់ចង់ពាយដល់ចិត្ត1លានអ្នកហើយដឹងអស់ហើយចិនហ្នឹងការពារតែខ្លួនឯងហ្នឹងការពារមិនចង់ឈ្នះហើយកុំមកររឿងអីណាដល់មកចូលរួមសាកមើលចិនសាករឿងលូកដៃចូលក្នុងសង្គ្រាមអ៊ីរ៉ង់គ្រប់គ្រងអ៊ីរ៉ង់យកតបអីយកអីមកហ្នឹងបានលេះអាមេរិកហៅរឿងចិនហ្នឹងដាច់ផឹងមកពងហៅរឿងប្រហែលរយៈហ្នឹងគឺឃើញចិនហ្នឹងរៀងក្អេលក្អូលអីផងដូច្នេះអត់ទេបងប្អូនមកនេះទៅគឺវាមានតែរឿងត្រូវដូររបបណែអ៊ីរ៉ង់ហ្នឹងហើយរៀបចំរដ្ឋាភិបាលថ្មីកុំគិតថយក្រោយវិញអ៊ីរ៉ង់នឹងលែងដោយដើមមេដឹកនាំស្លាប់ចង់អស់ដាច់ពូជហើយដូច្នេះគេនឹងលើកបន្តហើយបើអ៊ីរ៉ង់នៅតែចេះថារើសអ្នកណាថ្មីមកដើម្បីគ្រប់គ្រងប្រទេសស្លាប់ទៀតវាអត់មានទៅរួចទេប្រព័ន្ធការពារជាតិអ៊ីរ៉ង់អីទៅអស់ហើយខ្ទេចខ្ទីអស់ហើយព្រោះអាមេរិកផ្លោងខ្ទេចខ្ទីរាប់ពាន់ទីតាំងមិនមែនតិចតួចទេរាប់ពាន់ទីតាំងហើយសារអាមេរិកអស់គ្រាប់មែន100ឆ្នាំទៀតក៏មិនអស់ដែរគ្រាប់អាមេរិកនេះព្រោះអាគ្រាប់ចាស់ដែលប្រើមកសល់ចោលហ្នឹងគឺមិនដឹងប្រមាណលានប្រមាណស្អីគ្រាប់ស្ទើរតែពេញឃ្លាំងអស់ហើយអត់ខ្វះទេហើយការផលិតបើអាមេរិកផលិតមិនទាន់ហ្នឹងសម្ព័ន្ធមិត្តអាមេរិកហ្នឹងយកមកតែណាអស់រកតែកន្លែងយកទៅចោលវាហួសដេឡេហ្នឹងមិនអស់ផងដូច្នេះកុំទៅគិតដល់ប៉ុណ្្នឹងពេកគិតចេះវិញបើឃើញមេដឹកនាំផ្ដាច់ការចេះតែទៅប្រយមួយអញ្ចឹងយើងគិតថាតើយើងធ្វើអីកុំឲ្យចូលក្នុងដានអញ្ចឹងធ្វើម៉េចដើម្បីឲ្យកុំឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសខ្លួនយើងហ្នឹងថ្នាក់នឹងយើងហើយកែផ្សារជាតិអាហ្នឹងបានយើងទៅរកផ្លូវដែលយើងរួចខ្លួនតែយើងខ្ទប់ឆ្នាំងបាយដែលកំពុងពុះហ្នឹងគឺយើងរលាកខ្លួនហើយដឹងទៀតប៉ុន្តែនៅតែខំប្រឹងសកត់អញ្ចឹងទៅទាំងអស់គ្នាហ្នឹងអត់ព្រមរកដំណោះស្រាយបន្ធូរឥឡូវចេញទៀតហើយឃើញប្រជាប្រដ្ឋរិះគន់គ្រប់យ៉ាងឃើញឃោសនិកបកកាន់អំណាចនឹងរិះគន់អាមេរិកឥឡូវប្រជាប្រដ្ឋរិះគន់រឿងនៅស្រុកខ្មែរសុកទៅមានគំនិតអីណាយកក្មេងទំនើងធ្វើជាប្រជាការពារភូមិឥឡូវរងការរិះគន់ពេញភូមិតាមពិតគំនិតនេះគឺចេញមកពីរដ្ឋមន្ត្រីក្រសួងការពារជាតិក្រសួងការមហាផ្ទៃទៅទៀតលោកសសុខាព្រោះអីលោកសុខាដែលជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃគាត់មកលើកឡើងថាគំនិតនេះគឺជាគំនិតថ្នាក់ដឹកនាំតែជាគម្រោងទេគឺចង់យកប្រជាការពារភូមិហ្នឹងមកពីក្មេងទំនើងតែយើងស្ដាប់ទៅដូចជាកម្ពុជានឹងខ្វះរឿងប្រជាការពារភូមិហ្នឹងមែនតើឬក៏យ៉ាងម៉េចឲ្យឆ្ងល់ប្រជាពលរដ្ឋលើកឡើងគ្រប់គ្នាមកឲ្យខ្ញុំមែនតើទៅក៏ខ្ញុំអានសប្តាហ៍រឿងនេះមិនបានទៅរឿងហ្នឹងចេះលោកសសុខាហ្នឹងគឺថាកំពុងពិចារណាយកក្មេងទំនើងធ្វើជាប្រជាការពារភូមិនៅតាមឃុំឃុំអីអញ្ចឹងទៅកាត់បន្ថយសកម្មភាពក្មេងទំនើងឬភាពបន្ទុះសារាយហើយលោកសសុខាហ្នឹងក៏និយាយថាបើគម្រោងហ្នឹងចូលជាធរមានគឺវាល្អដែរគឺប្រកួតប្រជែងភូមិមួយទៅភូមិមួយយកជើងកាងហ្នឹងយកមកការពារភូមិវិញបើភូមិណាបានជើងកាងច្រើនយកមកដោះខាត់អីចឹងល្អទៅគឺប្រកួតយកស្នាដៃស្ដាប់ទៅគឺល្អមែនតើដែលយើងស្ដាប់ទៅគួរឲ្យជក់ចិត្តណាបងប្អូនប៉ុន្តែការពារភូមិសុវត្ថិភាពខ្វះមនុស្សខ្លះណាស់ឬបានទៅយកជើងកាងហ្នឹងចាប់ដាក់គុកឲ្យអស់ទៅជើងកាងហ្នឹងចាប់ដាក់គុកចោះបើសិនជាមេដាធម្មជាតិកញ្ញាសេងធីរីឬក៏សុនស្រនសុភាអីវិញ
ដែលកាងណាចាប់គេដាក់គុកអស់លីងមនុស្សដែលអត់ត្រូវមានប៉ះពាល់សន្តិសុខសង្គមស្អីដូចក្រុមជើងកាងបងធំអីចាប់គេដាក់អស់អ្នកស្លូតចាប់ដាក់គុកអស់លីងតើអ្នកកាយឲ្យនៅក្រៅគុំយកធ្វើជាប្រជាការពារបងប្អូនបើសិនជាខ្ញុំបានជើងកាងមកការពារខ្ញុំនៅក្នុងភូមិខ្ញុំវិញណាខ្ញុំច្បាស់ជាអូយភ័យបាក់ស្បាតហើយព្រោះអីចុះបើខ្ញុំចង់តែសើចដែរតែយ៉ាងណាបងប្អូនអានេះគឺជាគំនិតគេចង់អភិវឌ្ឍតែយើងនឹងទើសតែរហូតខ្ញុំអត់ទើសទេបងប្អូនប៉ុន្តែវាសេរីតែខ្ញុំលើកពីមតិរបស់បងប្អូនយើងដែលជាបណ្ឌិតបញ្ញវន្តនៅស្រុកខ្មែរដែរលោកប៉ាចន្ទរឿនដែលជាបណ្ឌិតមួយរូបប្រធានវិទ្យាស្ថានវិទ្យាធិបតេយ្យកម្ពុជាខ្ញុំអានអត្ថបទលោកបន្តិចទៅព្រោះល្អហើយគួរតែបានបញ្ញវន្តអញ្ចឹងសរសេរឲ្យច្រើនលោកថាអញ្ចេះតើក្រសួងមហាផ្ទៃគួរបញ្ចូលក្មេងទំនើងឲ្យធ្វើជាប្រជាការពារភូមិឬទេលោកនិយាយបានច្រើនប៉ុន្តែខ្ញុំមិនមានពេលគ្រប់គ្រាន់ទេលោកថានៅប្រទេសជឿនលឿនណាការជ្រើសរើសកងកម្លាំងដូចជាសន្តិសុខដូចប៉ូលីសនិង PM ជាដើមគេធ្វើដោយប្រយ័ត្នប្រយែងខ្ពស់ណាស់គឺវាតម្លៃតាំងពីកាយសម្បទាសមត្ថភាពអត្តចរិតប្រវត្តិគ្រួសារអីជាដើមគេមិនយកបុគ្គលដែលមានប្រវត្តិមិនល្អមកធ្វើជាសមត្ថកិច្ចឡើយការអនុវត្តនេះហៅថាស្តង់ដារមាសហើយវិន័យសន្តិសុខសាធារណៈនៅក្នុងប្រទេសជឿនលឿនកើតឡើងខ្ញុំសរសើរលោកប៉ាចន្ទរឿនមែនតើរស់នៅក្នុងស្រុកខ្មែរប៉ុន្តែដឹងកិច្ចការងារនៅស្រុកប្រចាំលោកស្ទើរតែទាំងអស់រឿងនេះគឺជារឿងត្រឹមត្រូវព្រោះនៅអាមេរិកនេះខ្ញុំដឹងថាគ្មានអ្នកណាគេយកជើងកាងយកមកធ្វើជាប្រជាការពារឬប៉ូលីសអីទេលោកសុខៈថាប្រជាការពារហ្នឹងថ្ងៃក្រោយឲ្យធ្វើប៉ូលីសទៀតបើល្អអញ្ចឹងទៅអីទៅលោកថាលោកចន្ទរឿនបន្តទៀតថាមូលហេតុដែលប្រទេសដូចជាសង្ហបុរីជប៉ុនឬបណ្ដាប្រទេសអឺរ៉ុបមានកម្រិតសុវត្ថិភាពខ្ពស់គឺដោយសារគេចាត់ទុកសមត្ថកិច្ចជាគំរូនៃច្បាប់ដូច្នេះបើសិនបើអ្នកអនុវត្តច្បាប់ខ្លួនឯងមានប្រវត្តិមិនល្អនោះទំនុកចិត្តពីប្រជាពលរដ្ឋនឹងរលាយបាត់ទៅភ្លាមដែរនេះគឺជាចំណុចដែលសំខាន់ដែលប្រទេសជឿនលឿនប្រកាន់ខ្ជាប់ក្នុងការជ្រើសរើសកម្លាំងមានច្រើនណាស់លោកនិយាយអំពីការត្រួតពិនិត្យប្រវត្តិយ៉ាងតឹងរឹងមានការដែលមើលពីផលវិបាកនៃការជ្រើសរើសគោលការណ៍អំណាចនិងសិលធម៌មានស្អីការបាត់បង់សេចក្តីថ្លៃថ្នូរនៃស្ថាប័នអីផ្សំផ្គុំចូលគ្នាច្រើនណាស់នេះគ្រាន់តែជាមតិរបស់បណ្ឌិតបញ្ញវន្តនៅស្រុកខ្មែរយើងគឺបានន័យថាសរុបសេចក្តីមកវិញគឺលោកដូចជាមិនគ្រប់ត្រសំទោសបាទចំណុចហ្នឹងទេហើយជាការរិះគន់មួយក្នុងន័យស្ថាបនាខ្ញុំជឿថាសមរម្យអ្នកស្រីអ៊ូទេផូលីនឯនោះវិញដែលជាប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មគាត់ថាកំបិតណាបើនៅជាមួយចុងភៅគ្រាន់តែជាឧបករណ៍ធ្វើម្ហូបក៏ប៉ុន្តែបើជន់ពៀលកោងកាចកាន់វាវិញគឺប្រើសម្រាប់មនុស្សបានកុំចេះតែអង្គុយសរសេរដោយគ្មានបញ្ញាឬការគិតគ្រប់ជ្រុងជ្រោយតាមពិតលោកស្រីអ៊ូទេប៉ូលីនគាត់តបទៅនឹងការសរសេរលើបណ្ដាញសង្គមឯងប៉ុន្តែមែនតើនេះជាគំនិតរបស់លោកសសុខាហើយនឹងលោកសុខៈយកមកផ្សព្វផ្សាយបន្តតែជាគម្រោងទេបងប្អូនវាមិនមែនតាន់ជានេះទេដាក់ទៅមានប្រតិកម្មហ្នឹងប្រហែលជាក្រសួងហ្នឹងអាចយកទៅគិតពិចារណាឡើងវិញក៏បានដែរលោកស្រីអ៊ូទេប៉ូលីនបន្ថែមទៀតថាឯកឧត្តមជាទីគោរពរាប់អានគាត់កុំចេះគាត់មិនទាន់ចេះការពារខ្លួនឯងរកសេចក្តីសុខខ្លួនឯងផងទៅការពារប្រជាជនយ៉ាងម៉េចក្រុមជើងកាងបងធំហ្នឹងផ្ដល់សេចក្តីសុខឲ្យប្រជាពលរដ្ឋយ៉ាងម៉េចទៅគាត់បង្កទុកឲ្យឪពុកម្ដាយសូម្បីតែឪពុកម្ដាយខ្លួនឯងក៏បង្កទុកនឹងដែររឿងគាត់ធ្វើមុនគេការពារម្ដាយឪពុកគាត់ទៅគាត់ថាស្ដាប់ឲ្យកវីក្បាលបាទបងប្អូនអានេះក៏ជាការរិះគន់គ្នាក្នុងន័យស្ថាបនាអីទៅហើយក្រសួងមហាផ្ទៃនឹងក៏យកចិត្តទុកដាក់បងប្អូនក្រសួងមហាផ្ទៃរដ្ឋាភិបាលធ្វើអីក៏មិនត្រូវដែររឿងវាច្រើនពេកដូច្នេះប្រជាពលរដ្ឋតូម្នេញហ្នឹងខ្ញុំក៏មែនតែនទៅបើផ្ដល់ភាពអយុត្តិធម៌ឲ្យរដ្ឋាភិបាលពេលខ្លះពិបាករកធ្វើអីឲ្យស្អំចិត្តប្រជាពលរដ្ឋឲ្យត្រូវណាស់ព្រោះវាខុសច្រើនពេកហើយខ្ញុំអាណិតរដ្ឋាភិបាលកម្ពុជាវាច្រើនពេកស្អីក៏គេរិះគន់ដែរព្រោះអារឿងទឹកដីនេះគឺបាក់ស្បាតមួយបាត់ហើយអញ្ចឹងធ្វើអីទៀតក៏លែងត្រូវដែរអស់ហើយអញ្ចឹងចាប់ពីពេលនេះទៅបើស្ដារដោះលែងអ្នកទោសនយោបាយព្រមផ្សះផ្សាជាតិអីឲ្យបានច្រើនប្រហែលប្រជាជនអាចអនុគ្រោះតែធ្វើអីទៀតខុសទាំងអស់ឥឡូវសូមបីរៀបចំមហាសង្ក្រានអង្គរសង្ក្រានយ៉ាងម៉េចគេនៅនេះហ្នឹងក៏ខុសដែរគឺគេថាប្រជាប្រដ្ឋរិះគន់ថាហេតុអីបានជានាំគ្នារៀបចំធ្វើពិធីសង្ក្រានបងប្អូនយើងដឹងហើយថាលោកហ៊ុនម៉ាណីដែលជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈហើយនឹងជាប្រធានចលនាសម្ព័ន្ធយុវជនកម្ពុជារបស់គណៈបកប្រជាជនអីនោះផងនោះគឺរួចផ្ដើមគំនិតថានឹងរៀបចំឲ្យមានអង្គរសង្ក្រាននៅចំកណ្ដាលក្រុងភ្នំពេញហ្នឹងគឺរៀបចំផែនការច្រើនណាស់ឲ្យប្រជាពលរដ្ឋសប្បាយដើម្បីលើកស្ទួយវប្បធម៌ការកំសាន្តឲ្យតាក់ទាញភ្ញៀវទេសចរលើកអីវប្បធម៌ខ្ញុំជឿថារៀបចំពិធីស្ដារសេដ្ឋកិច្ចវប្បធម៌ទេសចរអីនេះគឺជារឿងត្រឹមត្រូវបំផុតរបស់រដ្ឋាភិបាលដែលមិនគួរណាបងប្អូននាំគ្នាទៅរិះគន់គាត់សោះ
ខ្ញុំសោកស្ដាយដែរហេតុអីបានជាពួកគាត់ធ្វើអីក៏តែមិនត្រូវយ៉ាងដូចនេះតើវាខុសអីទៅគ្រាន់តែពិធីកំសាន្តដើម្បីមហាសង្ក្រាន្តអីមួយដើម្បីជាតិតែមានមហាសង្ក្រាន្តគឺមានលបែងលបាំប្រជាប្រិយខ្មែរមានតាំងពីពណ៌វត្ថុផលិតផលមួយភូមិមួយវប្បធម៌មាននិយាយទៅគឺអ្វីដែលជាអត្តសញ្ញាណរបស់ជាតិយើងឲ្យប្រជាពលរដ្ឋសប្បាយទៅលេងអង្គុញទាញព្រាត់លាក់នឹងលាក់អីទៅធ្វើឲ្យគ្រប់ទីក្រុងទៅគេធ្វើតែអញ្ចឹងតើហេតុអីក៏យើងនាំគ្នារិះគន់ពួកគាត់ក៏ប៉ុន្តែអ្វីដែលបងប្អូនគិតថាអ្នកទាំងអស់នោះអត់បានមើលខ្លួនឯងវិញហ្នឹងគឺអញ្ចឹងដីខ្មែរនៅព្រំដែនថៃឈ្លានពានរំលោភយក40ទីតាំងជាងអត់ទាន់មានដំណោះស្រាយអីទាំងអស់នេះគឺជាទិវាកាន់ទុកទេតាតែបងប្អូនសួរថាអញ្ចឹងកាត់ទុកចូលឆ្នាំខ្មែរមានដែរម្លងណាដល់មកអញ្ចឹងមិនឈប់ធ្វើយ៉ាងម៉េចធ្វើទៅខ្ញុំមិនហាមគាត់ទេក៏ប៉ុន្តែប្រជាពលរដ្ឋគឺគេមិនអាចអនុគ្រោះឲ្យរដ្ឋាភិបាលបានថាពេលវេលាកំពុងតែលំបាកលំបិនផ្លូវចិត្តបែបនេះអ្វីដែលជាការកំសាន្តសប្បាយហ្នឹងគឺវាធ្វើឲ្យវាផ្ទុយគ្នាទៅនឹងអ្វីដែលយើងកំពុងកើតទុកខ្ញុំយល់ស្របដែរក៏ប៉ុន្តែបងប្អូនក៏គួរអាចនឹងពិចារណារដ្ឋាភិបាលម្ដងនេះធ្វើអីក៏អត់ត្រូវដែរបងប្អូនខ្ញុំនិយាយថាធ្វើអីក៏មិនត្រូវព្រោះយើងធ្វើខុសច្រើនពេកដូច្នេះយើងគួររៀនពីបទពិសោធន៍ហើយកុំទៅខឹងប្រជាពលរដ្ឋនៃការរិះគន់ពួកគាត់ដោយសារពួកគាត់អត់មានជំរឿអីបញ្ចាប់គាត់ដាក់គុកអស់ហើយអត់ព្រមកែដល់អញ្ចឹងគាត់ចិត្តតែរិះគន់អញ្ចឹងទៅយកទៅពិចារណាទៅវាមិនអីទេកុំទៅធ្វើបាបធ្វើទុកបុកម្នេញអីគាត់តែមើលខ្លួនឯងវិញហេតុអីបានជាគេរិះគន់សំបីតែរឿងសង្ក្រាន្តសោះហ្នឹងដើម្បីវប្បធម៌រាល់ដងហេតុអីគេសរសើរថាសបាយចាហេតុអីបានឆ្នាំហ្នឹងគេរិះគន់គឺដោយសារឆ្នាំនេះគឺជាឆ្នាំកាន់ទុកការបាត់បង់ទឹកដីខ្មែរដ៏ធំទៅឲ្យប្រទេសថៃយើងអត់ទាន់មានដំណោះស្រាយទេហើយក៏គួរយល់អំពីការកាន់ទុកហ្នឹងដែរប៉ុន្តែធ្វើទៅពិធីចិត្តទៅធ្វើប៉ុន្តែកុំឲ្យវាដូចថានិយាយទៅឲ្យមានតុល្យភាពហើយបកស្រាយប្រាប់ប្រជាពលរដ្ឋទៅថាសង្ក្រាន្តហ្នឹងយើងធ្វើជារាល់ឆ្នាំអញ្ចឹងទៅជាប្រចាំអញ្ចឹងទៅហើយយើងក៏កាន់ទុកនៅក្នុងការបាត់បង់ទឹកដីយើងទាមទារអីអញ្ចឹងហើយនឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិអីអញ្ចឹងទៅបើអញ្ចឹងប្រជាពលរដ្ឋប្រហែលជាអាចទទួលយកបានប៉ុន្តែបងប្អូនអាសង្ក្រាន្តនេះណាពីដើមឡើយមកមិនមែនធ្វើដើម្បីវប្បធម៌ជាតិសាសន៍ខ្មែរទេភាគច្រើនគឺជាងធ្វើដើម្បីចំណេញសារនយោបាយទេព្រោះគណៈបកប្រជាជនធ្វើតែអញ្ចឹងសង្ក្រាន្តក្ដួងរំលាយគណៈបកសង្គ្រោះជាតិរំលាយអីចឹងទៅរៀបចំពិធីឲ្យក្រឹកក្រែងយកយុវជនហ្នឹងមកពវក់ស្មារតីឲ្យចូលរួមពុលនឹងសង្ក្រាន្តហ្នឹងទៅតាមពិតវាមិនខុសទេមកជួយដើម្បីទាញព្រាត់អីហ្នឹងក៏ប៉ុន្តែសិតតែកម្លាំងយុវជនរបស់គណៈបកប្រជាជនកម្ពុជាធ្វើឲ្យគណៈបកដតីទៀតគ្នាមានអារម្មណ៍ឯកោហើយគិតថាក្រុមគេសាមគ្គីគេរឹងមាំគេអីប៉ុន្តែរឹងមាំក្នុងកំណត់ទុកគណៈបកសង្គ្រោះជាតិដែលគេរំលាយចោលគេឈឺចាប់ហ៎បងប្អូនគេឈឺចាប់ឃើញយើងធ្វើដូច្នេះហ្នឹងគឺខំទូងស្គរទាញយកប្រជាប្រិយយុវជនអីអញ្ចឹងហើយអត់មើលការរងទុករបស់គេដែលគេកំពុងរងទុកយើងសប្បាយក្អាកក្អាយលើកំណត់ទុកអ្នកដទៃគេរិះគន់អញ្ចឹងដោយសារគេគិតថាអាហ្នឹងគឺជាឧបករណ៍នយោបាយដើម្បីសម្លេងឆ្នោតរបស់គណៈបកកណ្ដាលអំណាចឬគណៈបកប្រជាជនឬក៏រដ្ឋាភិបាលកម្ពុជាបន្លប់នៅស្ថានភាពផ្សេងដែលកំពុងកើតឡើងពេញផ្ទៃប្រទេសអីអញ្ចឹងគេគិតតែអញ្ចឹងហើយវាកើតឡើងតែអញ្ចឹងយើងអត់ដឹងអីអញ្ចឹងគេមិនមែនរិះគន់ធ្វើសង្ក្រាន្តមិនបានទេអ្នកណាទៅរិះគន់ការធ្វើសង្ក្រាន្តដើម្បីចូលឆ្នាំខ្មែរនោះវាអត់មានទៅរិះគន់ការទេវប្បធម៌ប្រពៃណីអ្នកណាមិនថែអ្នកណាទៅហ៊ានជំទាស់នឹងសាសនារបស់កម្ពុជាជាតិសាសនាព្រះមហាក្សត្រសាសនាប្រពៃណីទំនៀមទម្លាប់ដូនតាអ្នកណាទៅជំទាស់បាននោះក៏ប៉ុន្តែអស់លោកមើលកលៈទេសៈហើយគិតមើលខ្លួនឯងថាធ្វើខុសអីកុំចេះតែថាគេរិះគន់មិនត្រូវយើងកេងអានឹងចំណេញនយោបាយមកអាយុមកហើយដល់ពេលអញ្ចឹងគេរិះគន់ឲ្យប្រទេសកំពុងតែរងទុក្ខវេទនាដែលគេឈ្លានពានអត់ទាន់បានដំណោះស្រាយអីសោះកាត់បន្ថយអានឹងក៏ល្អដែរមិនចឹងឯក្នុងន័យអញ្ចឹងប្រជាពលរដ្ឋនិយាយទេតែខ្ញុំហូយគេធ្វើអីធ្វើទៅធ្វើមិនអានឹងគេធ្វើតែអញ្ចឹងមកអាយុហើយលោកហូយ៉ាបាត់ដំបងសរសេរសារនៅលើបណ្ដាញសង្គម Facebook គាត់អញ្ចេះសារជូនបងប្អូនបើគាត់ថាប្អូននឹងប្រហែលជាសំដៅទៅលើហ៊ុនម៉ាណីប្អូនគួរតែធ្វើពិធីកាន់ទុកចំពោះជាតិយើងនៅពេលនេះតែប្អូនបែរជានៅមានអារម្មណ៍ធ្វើពិធីសប្បាយទាំងពេលដែលប្រជាពលរដ្ឋរាប់ម៉ឺនអ្នកបាត់ផ្ទះអស់ដីរស់នៅទាំងវេទនាតាមតង់លិចទឹកហាលភ្លៀងហាលថ្ងៃនឹងដួងព្រលឹងវល់នៃកងទ័ពដែលបលីនៅក្នុងសមរភូមិដើម្បីមាតុភូមិយើងដោយចោលឈ្លានពានថៃគឺចោលថៃឈ្លានពានយ៉ាងវេទនាខ្លោចផ្សារីឯគ្រួសាររបស់លោកទាំងនោះស្ថិតនៅក្រោមផ្ទៃមេឃងងឹតបាត់ពន្លឺមិនដឹងថ្ងៃណាបានស្គាល់ពន្លឺសេចក្តីសុខនិងសេចក្តីចម្រើនមកវិញសម្រាប់បងវិញបងសូមជម្រាបជូនបងអូនដោយត្រង់ថាបងមិនអាចសប្បាយទៅការទេក្នុងពេលដែលមនុស្សជំនវិញខ្លួនមានការទុកអញ្ចឹងហូយ៉ាបាត់ដំបងបាទនេះគឺជាមតិរបស់ប្រជាពលរដ្ឋមួយដែលផ្ញើទៅលោកហ៊ុនម៉ាណីតែបងប្អូនយើងមិនអាចទៅទប់ការដែលគេរៀបចំបានទេព្រោះអីទឹកបាក់ទំនប់ហើយកម្ពុជាគេធ្វើអញ្ចឹងបានជោគជ័យមកអាយុហើយដូច្នេះនេះគឺជារឿងមួយដែល
ដើម្បីនយោបាយដើម្បីអីគេទូងស្គរទ្រុះស្គររាល់តែដងទេប៉ុន្តែបើសិនជាញ៉ាំងឲ្យពិធីសង្ក្រានហ្នឹងណាប្រពៃពិធីសបាយហើយនៅក្នុងពិធីសង្ក្រានហ្នឹងរៀបចំពិធីអឹកអធិកមួយធំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទាំងអស់នាំគ្នាក្រោកតវ៉ាដើម្បីឲ្យថៃខ្ចាក់ដីមកខ្មែរវិញហើយត្រូវតែនាំគ្នាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឲ្យខាងតបានទាមទារឲ្យប្រជាពលរដ្ឋដែលចូលរួមបន់សង្ក្រានហ្នឹងណាឲ្យនាំគ្នាពូនកម្លាំងគ្នាដើម្បីរៀបចំប្រមូលផតាំងដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទៀតដីថៃដីខ្មែរនៃថៃរំលោភបានហើយមួយទៀតគឺទាមទារឲ្យប្រទេសខ្មែរយើងមានការផ្សះផ្សាដោះលែងអ្នកទោសនយោបាយដើម្បីឲ្យជាតិនេះមានការផ្សះផ្សាជាតិខ្ញុំថាអាហ្នឹងល្អប្រជាពលរដ្ឋប្រហែលជាលែងសូវរិះគន់ខ្លាំងពួកយើងមានតលរយៈពេលប៉ុន្តែបងប្អូនសុំភ្លើងយកឲ្យគណៈបកកណ្ដាលអំណាចនេះរឿងដោះលែងអត់មានទេមានតែចាប់ខុសសុកចិត្តមិនលែងច្រឡំទេ